បាទគ្រប់សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតអ្នកទាំងអស់គ្នាសាកគិតលោមើលបើអ្នកទាំងអស់គ្នាមានឱកាសក្លាយជាមនុស្សដែលមានសមត្ថភាពលើសគេគ្រប់យ៉ាងតើអ្នកទាំងអស់គ្នានឹងក្លាយជាមនុស្សបែបណាសម្រាប់មនុស្សជាច្រើនថ្នាំ Super Soldier Serum របស់ Dr. Abraham វាគឺជាកាដូដ៏អស្ចារ្យបំផុតសម្រាប់មនុស្ស2នាក់ដែលបានចាក់ចូលវាដំបូងគេបង្អស់នៅក្នុងចក្រវាឡ MCU នោះគឺ Steve Rogers ហើយនិង Johan Smith លទ្ធផលដែលចេញមកគឺខុសគ្នាដូចមេឃនឹងដីអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់សេរ៉ូមទាំងពីរហ្នឹងវាស្ទើរតែជាប្រភេទតែមួយសោះតែហេតុអ្វីបានជាមនុស្សម្នាក់คล้ายទៅជា Captain America គឺជា hero ដែលគ្រប់គ្នាគោរពចំណែកឯម្នាក់ទៀតបែរធ្វើคล้ายទៅជា Red Skull បិសាចមុខក្រហមដែលចង់ត្រួតត្រាពិភពលោកនោះទៅវិញអ្នកទាំងអស់គ្នាដឹងហើយតាDr. Abraham គាត់ធ្លាប់និយាយថាថ្នាំហ្នឹងវាគ្រាន់តែជួយពង្រីកអ្វីដែលមានស្រាប់នៅក្នុងខ្លួនរបស់យើងតែប៉ុណ្ណោះបើល្អវានឹងល្អខ្លាំងតែបើអាក្រក់វានឹងអាក្រក់កាន់តែខ្លាំងបំផុតតែបើមើលឲ្យជ្រៅទៅវាមិនមែនតែរឿងមួយហ្នឹងទេថ្ងៃនេះយើងនឹងមកជជែកវែកញែកគ្នានៅចំណុចដែលគ្រប់គ្នាអាចជាមើលរំលងអំពីការតទល់គ្នារវាងមនុស្សល្អឥតខ្ចោះ Captain America ហើយនិងបិសាចដែលមានភាពល្អឥតខ្ចោះគឺ The Red Skull ចាប់ផ្ដើមដំបូងយើងទាំងអស់គ្នាត្រូវតែមើលលើ Johan Smith វិញឬក៏ Red Skull ជាមុនសិនតាមពិតទៅ Smith គឺគ្រាន់តែជាមនុស្សម្នាក់ដែលឆ្លាតខ្លាំងហើយគាត់មានមហិច្ឆតាធំធេងតាំងពីមុនជួប Dr. Abraham ម្លេះគាត់ជឿជាក់លើរឿងព្រេងបុរាណជឿលើអំណាចរបស់ព្រះអាទិទេពហើយអ្វីដែលគាត់ចង់បានបំផុតនោះគឺខ្លាចជាព្រះអាទិទេពដោយខ្លួនឯងពេលដែលគាត់បង្ខំ Dr. Abraham ឲ្យចាក់ថ្នាំសេរ៉ូមឲ្យគាត់ដំបូងនៅប្រទេសអាល្លឺម៉ង់ថ្នាំហ្នឹងមិនទាន់ជោគជ័យ 100% ទេវានៅខ្វះសមាសធាតុផ្សំផ្សេងទៀតជាពិសេសជីវៈម្យ៉ាងដែល Dr. Abraham បន្ថែមតាមក្រោយលទ្ធផលនោះគឺរាងកាយរបស់គាត់រឹងមាំមែនប៉ុន្តែផ្ទៃមុខរបស់គាត់ត្រូវរលាកខ្លោចរហូតคล้ายទៅជារលាកក្បាលពណ៌ក្រហមចំណុចនេះហើយដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភព Marvel រូបរាងរបស់ Red Skull វាមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសនៃថ្នាំសេរ៉ូមតែមួយមុខគត់ទេប៉ុន្តែវាជាការបង្ហាញចេញនៅចរិតពិតផងដែរគាត់អួតអាងថាខ្លួនឯងគឺជាមនុស្សចំនួនថ្មីដែលខ្ពង់ខ្ពស់ជាងគេឬក៏ superior man តែធាតុពិតខាងក្នុងរបស់គាត់គឺមានតែភាពភ័យខ្លាចការចង់ឈ្នះនិងការស្អប់ខ្ពើមតែប៉ុណ្ណោះចុះចំណែកឯ Steve Rogers វិញសាកសម័យមើលក្មេងប្រុសម្នាក់ដែលស្គមស្គាំងកម្ពស់មិនដល់គេដើរទៅណាក៏គេធ្វើបាបតែបែរជាហ៊ានចូលទៅហែកក្បួនទ័ពទាំងដឹងខ្លួនថាខ្លួនឯងគ្មានសង្ឃឹមត្រង់នឹងហើយដែលយើងឃើញភាពខុសគ្នាដាច់ស្រឡះរវាង Red Skull ដែលចង់បានតែអំណាចដើម្បីឲ្យគេខ្លាចចំណែកឯ Steve ចង់បានកម្លាំងដើម្បីកុំឲ្យគេធ្វើបាបអ្នកដទៃមានឈុតមួយនៅក្នុងរឿង The First Avenger ដែលអ្នកទាំងអស់នេះប្រហែលជាចូលចិត្តបំផុតគឺនៅពេលដែលគេក្រវត្តគ្រាប់បែកคล้ายទៅកណ្ដាលវងទាហានទាំងអស់ក្នុងគណៈពេលដែលទាហានមាឌធំរត់រកយកតែប្រាស់អាយុរៀងខ្លួនមានតែ Steve Rogers ម្នាក់ទេដែលស្ទុះទៅដេកសង្គប់ទៅលើគ្រាប់បែកនឹងដើម្បីការពារអ្នកដទៃគាត់មិនដឹងផងថាវាជាគ្រាប់បែកខ្លាំងក្លានេះហើយជាមូលហេតុដែល Dr. Abraham ជ្រើសរើសគាត់ Dr. Abraham មិនបានជ្រើសរើស Steve ព្រោះគាត់ចង់បានទាហានល្អទេតែគាត់ចង់បានមនុស្សល្អនៅពេលដែល Steve Rogers ចាក់សេរ៉ូមរួចគាត់បានក្លាយទៅជាមនុស្សដែលមានរូបរាងសង្ហារឹងមាំនិងមានសមត្ថភាពគ្រប់យ៉ាងតែអ្វីដែលអស្ចារ្យនោះគឺចរិតលក្ខណៈរបស់គាត់បានប្រែប្រួលទាល់មិនបានប្រែប្រួលទាល់តែសោះគាត់នៅតែជា Steve ដែលមានចិត្តធម៌មេត្តានៅតែជា Steve ដែលគោរពអ្នកដទៃបើយើងនិយាយលក្ខណៈប្រៀបធៀប Red Skull គឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីភាពខ្មៅងងឹតនៃអំណាចចំណែកឯ Steve Rogers គឺជាកញ្ចក់ឆ្លុះបញ្ចាំងជាពន្លឺនៃក្តីនិយាយទៅនៅពេលដែលអ្នកទាំងពីរប្រឈមមុខគ្នាវាប្រៀបដូចជាការតស៊ូរវាងមនោគមវិជ្ជាពីរផ្សេងគ្នាអញ្ចឹងឬក៏ពីរខុសគ្នា Red Skull គាត់ជឿថាមនុស្សជាតិត្រូវការអ្នកដឹកនាំដែលមានអំណាចដាច់ខាតឬក៏dictatorship ហើយគាត់គិតថា Steve គឺជាមនុស្សល្ងងដែលយកកម្លាំងដ៏អស្ចារ្យទៅបម្រើជាតិឬបម្រើអ្នកដទៃគាត់ធ្លាប់សួរ Steve ថាតើឯងមានអីលើសនឹងអត់ហើយចម្លើយរបស់ Steve គឺសាមញ្ញបំផុតគឺគ្មានទេយើងគ្រាន់តែជាក្មេងម្នាក់មកពី Brooklyn តែប៉ុណ្ណោះពាក្យមួយឃ្លានេះហើយវាបង្ហាញគ្រប់យ៉ាង Steve មិនដែលចាត់ទុកខ្លួនឯងជាព្រះ
អាទិទេពឬក៏មនុស្សពិសេសដែលមាន super soldier អីដែរគាត់នៅតែជាមនុស្សធម្មតាម្នាក់ដែលមានកាតព្វកិច្ចការពារអ្នកដែលខ្សោយជាងគាត់ហើយបើយើងនិយាយអំពីបច្ចេកទេសប្រយុទ្ធវិញអ្នកទាំងអស់គ្នាប្រហែលជាចាប់អារម្មណ៍ Red Skull និង Captain America ដែលមានកម្លាំងស្មើគ្នាបើបែកគ្នាដៃទទេគឺពិបាកឈ្នះណាស់តែអ្វីដែលធ្វើឲ្យ Red Skull ចាញ់នៅទីបញ្ចប់វាមិនមែនមកពី Steve ខ្លាំងទេប៉ុន្តែមកពីភាពលោភលន់របស់ខ្លួនឯងទៅវិញអ្នកទាំងអស់គ្នានៅចាំនៅឈុតចុងក្រោយនៅលើ Nivea Hawk Valkyrie នៅពេលដែល Red Skullប៉ះជាមួយ Tesseract ដោយផ្ទាល់គាត់ព្យាយាមគ្រប់គ្រងអំណាចឬក៏ power របស់វាគាត់គិតថាគាត់ស័ក្តិសមនឹងប្រើពី Tesseract ប៉ុន្តែ Tesseract ដែលយើងបានដឹងថាជា Space Stone នៅពេលក្រោយបែរជាបញ្ជូនគាត់ទៅភព Vormir ទៅវិញចំណុចនេះហើយដែល MCU ធ្វើបានល្អអត់ខ្ចោះ Red Skull ចង់ត្រួតត្រាពិភពលោកចង់បានអំណាចគ្មានដែនកំណត់តែចុងក្រោយគាត់ត្រូវជាប់គុកនៅក្នុងឋានជាអ្នកយាមត្បូងឬក៏ Stone Keeper អស់រយៈពេលរាប់សិបឆ្នាំគាត់មិនអាចប៉ះត្បូងបានទេមិនអាចមានសេរីភាពហើយត្រូវមើលឃើញអ្នកដតីមកយករបស់ដែលគាត់ចង់បានបំផុតនោះគឺជាការសងសឹករបស់វាសនាឬក៏ Destiny ដែលស័ក្តិសមបំផុតសម្រាប់មនុស្សដែលយល់ថាខ្លួនឯងធំជាងអ្វីៗទាំងអស់ចុះ Steve Rogers វិញបន្ទាប់ពីចប់សង្គ្រាមគាត់បានលះបង់ជីវិតខ្លួនឯងដើម្បីជួយទីក្រុង New York ដោយបង្ខំចិត្តឲ្យកប៉ាល់ធ្លាក់ចូលទឹកកកគាត់ព្រមទាំងបោះចោលការណាត់ជួបជាមួយមនុស្សដែលគាត់ស្រឡាញ់បំផុតគឺ Peggy Carter ដើម្បីបំពេញភារកិច្ចឃើញទេ Red Skull ធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯងឯ Steve ធ្វើគ្រប់យ៉ាងដើម្បីអ្នកដទៃសូម្បីតែសុភមង្គលផ្ទាល់តែអ្នកហ្នឹងចាំបន្តិចរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតដែលយើងទៅតែដឹងនៅក្នុងរឿង Avenger Infinity War ហើយនិង Endgame គឺការជួបគ្នាម្ដងទៀតរវាងអ្នកទាំងពីរបើទោះបីយើងមិនបានឃើញឈុត Steve ជួប Red Skull នៅ Vormir នៅពេលដែលគាត់យកត្បូងទៅសងវិញក៏ដោយតែគ្រាន់តែស្រមៃមើលតើវាជាអារម្មណ៍បែបណាម្នាក់ដែលធ្លាប់ជាសត្រូវស្លាប់រស់ខ្លាយទៅជាអ្នកជាមផ្លូវហើយម្នាក់ទៀតដែលធ្លាប់ជាក្មេងស្គមស្គាំងខ្លាយជាវីរបុរសដែលជួយសង្គ្រោះចក្រវាឡទាំងមូលសម្រាប់ខ្ញុំជឿថានៅពេលដែល Steve ដើរឡើងលើភ្នំ Vormir ហើយឃើញ Red Skull ឈរនៅទីនោះ Johan Smith ប្រហែលជាដឹងច្បាស់ក្នុងចិត្តថាហេតុអីបានជា Steve គឺជាអ្នកឈ្នះពិតប្រាកដវាមិនមែនមកពីកម្លាំងសាច់ដុំទេតែមកពីបេះដូង Steve Rogers អាចកាន់ញញួរមញោនីរបស់សបានក៏ព្រោះតែភាពបរិសុទ្ធនៃចិត្តគំនិតរបស់គាត់នឹងឯងចំណែកឯ Red Skull ទោះមានថ្នាំ Super Soldier ប៉ុន្មានដបក៏គ្មានថ្ងៃគាត់អាចលើកកម្រើកញញួរនឹងឲ្យបានសំបីតែបន្តិចដែរសរុបមកវិញការប្រៀបធៀបរវាង Captain America ហើយនិង Red Skull វាមិនមែនគ្រាន់តែជារឿងកុននៅក្នុងពិភពចក្រវាឡ Marvel ធម្មតាទេវាគឺជាមេរៀនមួយដែលប្រាប់ឲ្យយើងថាអំណាចឬក៏សមត្ថភាពដែលយើងមានវាមិនមែនជាអ្វីដែលកំណត់ដោយយើងថាជានរណានោះទេតែជាអ្វីដែលសំខាន់បំផុតគឺជំរើសរបស់យើងក្នុងការប្រើប្រាស់អ្នកខ្លះមានអំណាចតិចតួចតែព្យាយាមជួយមនុស្សជុំវិញខ្លួនឲ្យអស់ពីសមត្ថភាពដូច Steve Rogers ការនៅស្គមអញ្ចឹងអ្នកខ្លះទៀតមានសមត្ថភាពខ្ពស់តែប្រើវាដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននិងជន់ឈ្លីអ្នកដទៃដូច Johan Smith អញ្ចឹងចុងក្រោយអំណាចដែលបានមកដោយការជិះជាន់វានឹងរលាយបាត់ទៅដូចជាផ្សែងអញ្ចឹងចំណែកឯអំណាចដែលកើតចេញពីសេចក្តីល្អវានឹងคล้ายទៅជាកេរ្តិ៍ឈ្មោះដែលមិនចេះរីងស្ងួតនៅពេលដែលអ្នកទាំងអស់គ្នាមើលរឿង Captain America The First Avenger ឡើងវិញខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកេតមើលកែវភ្នែកទាំងពីររបស់តួអង្គក្នុងភ្នែករបស់ Red Skull យើងឃើញតែភាពក្តៅក្រហាយនិងភាពមិនស្កប់ស្កល់ចំណែកឯក្នុងកែវភ្នែករបស់ Steve ទោះក្នុងកលៈទេសៈគ្រោះថ្នាក់បំផុតក៏យើងនៅតែឃើញភាពស្ងប់ស្ងាត់និងការតាំងចិត្តយ៉ាងមុតមាំរបស់ Steve Rogers ដែរតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរបើសិនជាថ្ងៃនោះ Dr. Abraham មិនបានជ្រើសរើស Steve Rogers តើពិភពចក្រវាឡ MCU នឹងទៅជាយ៉ាងណាតើចោះបើ Red Skull ចាក់ថ្នាំដែលជោគជ័យពេញលេញតើ Captain America អាចគាត់បានសម្រាប់ខ្ញុំ Captain America មិនមែនជាវីរបុរសព្រោះតែកម្លាំងខ្លាំងនោះទេតែគាត់គឺជាបុរសព្រោះគាត់ដឹងថាអារម្មណ៍នៃការខ្លាចទៅជាមនុស្សខ្សោយវាឈឺចាប់បែបណាទើបគាត់ដែលប្រើកម្លាំងដើម្បីធ្វើបែបអ្នកខ្សោយជាងខ្លួនទេនេះហើយគឺជា super power ពិតប្រាកដដែល Red Skull គ្មានថ្ងៃយល់ហើយក៏ជាមូលហេតុដែលធ្វើឲ្យ Steve Rogers
ล้ายទៅជាតួអង្គដែលយើងទាំងអស់គ្នាស្រឡាញ់បំផុតរហូតដល់សប្តាហ៍ថ្ងៃអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ការវិភាគមួយនេះតាំងពីដើមដល់ចប់សង្ឃឹមថាវីដេអូទាំងអស់នេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលរឿង Captain America នៅក្នុងជ្រុងមួយទៀតចាំជួបគ្នានៅវីដេអូក្រោយយើងនឹងជជែកវែកញែករឿងរ៉ាវផ្សេងៗតាក់ទងនឹងចក្រវាល MCU បន្តទៀតបើសិនអ្នកទាំងអស់គ្នាមានសំណួរឬក៏ចម្ងល់អីឬក៏ការបកស្រាយរបស់ខ្ញុំមានការខុសឆ្គងឬក៏ខុសកន្លែងណាអ្នកទាំងអស់អាចដាក់ comment ខាងក្រោមបានអរគុណអ្នក